សុខសប្បាយបងប្អូនទាំងអស់គ្នាសួស្តីពួកបងសុខសប្បាយGood morning ក្មួយសួស្តីហិនសខុនព័រមាន ពុនលឺខែអើយជួយថែមវិសាយើងផងចោសៀមគុំរងខ្មក់ចូលលាក់ខ្លួនហូមបងត្រគួនខ្មែរដាក់រួនភាពការល្អមិនអើយសៀមឆ្លងចូលព្រំរបងទឹកដីខេមរាបាទជំរាបសួរបងប្អូននៅក្នុងបណ្ដាញសង្គម Facebook ទាំងក្នុងប្រទេសក្រៅប្រទេសជាទីគោរពស្រឡាញ់នៅព្រឹកនេះខ្ញុំមានរឿងសំខាន់មកជម្រាបជូនបងប្អូនយើងអំពីលទ្ធផលនៃកិច្ចប្រជុំ JBC បាទហៅថាគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃដែលធ្វើការប្រជុំ2ថ្ងៃកន្លងមកនេះតើបានលទ្ធផលអីខ្លះនេះជាអ្វីដែលពលរដ្ឋខ្មែរទន្ទឹងរង់ចាំបាទថាតើវាយ៉ាងម៉េចបាទ
chẳng môn nâng trên tận nào an ởประកាសរួមអំពីកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាថៃនេះខ្ញុំបានសង្ខេបអំពីសភាពការរួមតាមបន្តព្រំដែនកម្ពុជាថៃជូនបងប្អូនជ្រាបបាទប្រហែលថ្ងៃនេះគឺសភាពការព្រំដែនកម្ពុជាថៃទាំងទិសយុទ្ធភូមិភាគ4ទិសយុទ្ធភូមិភាគ5គឺមិនមានការប្រឈមមុខតឹងតែងណាមួយកើតឡើងទេមានន័យថាវាមានស្ថានភាពស្ងប់ស្ងាត់ធម្មតាទាំងទិសព្រះវិហារទាំងឧត្តរមានជ័យទាំងប្រទីមានជ័យទាំងពោធិ៍សាត់បាទគឺស្ថានភាពមិនមានអ្វីប្រឈមតឹងតែងអីធ្ងន់ធ្ងរទេបានន័យថាមានភាពស្ងប់ស្ងាត់ទាំងអស់នេះអាចផ្ដើមចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក៏ដូចជាអាចសន្និដ្ឋានបានថាផ្ដើមចេញពីការប្រជុំកំពូលអាស៊ាននឹងមកដល់ក្នុងពេលឆាប់ៗនេះអញ្ចឹងក្នុងពេលដែលកិច្ចប្រជុំកំពូលអាស៊ានអាចនឹងភាគីថៃគេមិនហ៊ានធ្វើអ្វីផ្ដេសផ្ដាស់ទេក្រោយកិច្ចប្រជុំកំពូលអាស៊ានចាំយើងអត់លទ្ធផលទៅទៀតអញ្ចឹងដោយសារស្ថានភាពធូរស្រាលនេះហើយទាំងព្រៃច័ន្ទជោគជ័យអីនេះគឺខ្ញុំដកថយមកជំហានត្រឡប់មកភ្នំពេញវិញដើម្បីឆ្លៀតពេលរកស៊ីសម្រាប់ជីវភាពខ្លួនឯងខ្លះបើខ្ញុំទៅរ៉ាំរ៉ៃនៅក្នុងរហូតអត់មានពេលដើម្បីរកស៊ីខ្លួនឯងខ្លះអានឹងអត់បានទេព្រោះម៉ួយត្រូវការទៅមើលដីទៅមើលធ្លីអីខ្ញុំអត់មានពេលជូនទេបាទអញ្ចឹងខ្ញុំត្រូវឆ្លៀតដកដង្ហើមមករករបរទទួលទានវិញខ្លះបាទបើយើងនៅឈរជើងទីនោះរហូតធម្មតាដាច់ស្បៀងអត់បានទេអញ្ចឹងយើងត្រូវឆ្លៀតពេលរកស៊ីខ្លួនឯងខ្លះវាស្របពេលនឹងសភាពការធូរស្រាលដែរអញ្ចឹងទន្ទឹមនឹងសភាពការធូរស្រាលយើងបានដំណឹងល្អមួយគឺការប្រជុំណាកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាថៃនៅខេត្តចន្ទបុរីព្រះរាជាណាចក្រថៃនៅថ្ងៃទី21ខែ22បាទរហូតដល់ឆ្លងចូលដល់ថ្ងៃ23ទៀតនៅថ្ងៃឆ្នាំ2025នេះបាទការប្រជុំ2ថ្ងៃត្រឹមណាយពេលប្រជុំទៅជែកតទល់គ្នាជាមួយភាគីថៃរយៈពេល13ម៉ោងប្រកបដោយភាពតានតឹងបាទភាពតានតឹងបងប្អូនដឹងស្រាប់ហើយថានៅលើបណ្ដាញសង្គមបណ្ដាញសារព័ត៌មានតានតឹងរបៀបម៉េចកងទ័ពតានតឹងរបៀបម៉េចដែលឡែកការប្រជុំនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ក៏តានតឹងដែរបាទតានតឹងប៉ុន្តែទន្ទឹមនឹងតានតឹងគឺយើងទទួលបានលទ្ធផលល្អប្រសើរដែលប្រជាជាតិយើងប្រជាជនយើងទទួលយកបានបាទទទួលយកបានអញ្ចឹងខ្ញុំមិនបញ្ចេញបញ្ចូលទេខ្ញុំគ្រាន់តែប្រាប់ថាប្រជុំហ្នឹងគឺបានដំណឹងល្អបានលទ្ធផលល្អខ្ញុំសូមអាននៅសេចក្តីប្រកាសរួមនេះសង្ខេប7ចំណុចខ្លឹមសារ6ចំណុចតែ7ចំណុចទី1ទៀតណាត់គ្នាប្រជុំនៅសៀមរាបខែក្រោយខែមករាអញ្ចឹងខ្ញុំសូមអានតែម្ដងអានេះបកប្រែក្រៅផ្លូវការទេណាចេញពីអង់គ្លេសចេញពីអីមកសេចក្តីប្រកាសរួមកិច្ចប្រជុំពិសេសគណៈកម្មការព្រំដែនចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាថៃនៅខេត្តចន្ទបុរីព្រះរាជាណាចក្រថៃថ្ងៃទី21ថ្ងៃទី22ខែតុលាឆ្នាំ2025រហូតដល់ឆ្លងចូលថ្ងៃទី23ទៀតព្រោះយប់មិញប្រជុំដល់ក្តារទៀតបាទក្តារទៀតឆ្លងថ្ងៃបាទឆ្លងថ្ងៃអញ្ចឹងលទ្ធផលនេះគឺទី1កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាថៃបានធ្វើឡើងនៅខេត្តចន្ទបុរីថ្ងៃទី21 22ខែតុលាឆ្នាំ2025គណៈប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តមឡាំជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជានិងជាសហប្រធានគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាថៃនិងភាគីកម្ពុជាគណៈប្រតិភូថៃដឹកនាំដោយឯកឧត្តមប្រសាវិននិច្ឆ័យទីប្រឹក្សាក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ
នឹងជាសហប្រធានគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ថៃកម្ពុជាគឺភាគីថៃ 2. កិច្ចប្រជុំបានធ្វើឡើងក្នុងបរិយាកាសមិត្តភាពនិងស្និទ្ធស្នាល 3. ភាគីទាំងពីរបានឯកភាពគ្នាបកគលភារកិច្ចជូនអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន JTAC កម្ពុជាថៃដើម្បីសាងសង់ឡើងវិញនៅបង្គោលព្រំដែនចំនួន 15 តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដែលភាគីទាំងពីរបានឯកភាពគ្នាលើទីតាំងដើមនោះមកទីតាំងចាស់បាទ 4. ភាគីទាំងពីរបានឯកភាពសាងសង់ឡើងវិញនៅបង្គោលព្រំដែនលិចទឹកចំនួន 3 នៅទីតាំងដែលភាគីទាំងពីរនឹងឯកភាពគ្នា 5. ភាគីទាំងពីរបានឯកភាពពន្លឿនការកែសម្រួលបែបបទបច្ចេកទេស TOR ឆ្នាំ 2003 តាក់ទងនឹងការផលិតផែនទីអូតូហ្វូតូចំនួន 4 ជំហានទី 2 នៃ TOR ឆ្នាំ 2003 ដោយប្រើប្រាស់បច្ចេកទេសថ្មីដូចជា LiDAR Light Detection and Ranging ដើម្បីពន្លឿនការងារវាស់វែងនិងខណ្ឌសីមាព្រំដែន 6. ពាក់ព័ន្ធនឹងករណីចុះវាស់វែងនិងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្ដែងក្នុងកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 42 រហូតដល់ 47 នៅចំណុចភូមិជោគជ័យនងច័ន្ទនិងភូមិព្រៃច័ន្ទនងយ៉ាកែវ ក ភាគីទាំងពីរឯកភាពពិនិត្យកែសម្រួលបញ្ចប់បែបបទណែនាំបច្ចេកទេស TI សម្រាប់ការវាស់វែងរួមគ្នានិងបោះបង្គោលបណ្ដោះអាសន្ននៅកំណាត់ខ្សែព្រំដែនគោកព្រំដែនអតិភិបនៅចន្លោះបង្គោលលេខ 42 47 ខ បន្ទាប់ពីបញ្ចប់ការវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្នព្រមទាំងទទួលបានការយល់ព្រមពីរដ្ឋាភិបាលរៀងខ្លួនភាគីទាំងពីរនឹងស្នើសុំយោបល់ពីរដ្ឋាភិបាលរៀងខ្លួនដើម្បីពិនិត្យសម្រាប់លើការបង្កើតយន្តការសមស្របណាមួយសម្រាប់ធ្វើការកែសម្រួលការកាន់កាប់និងអាស្រ័យផលរបស់ភាគីទាំងពីរ គ ការបោះបង្គោលបណ្ដោះអាសន្នគឺធ្វើឡើងក្នុងគោលបំណងបម្រើឲ្យការវាស់វែងប៉ុណ្ណោះដោយមិនត្រូវប៉ះពាល់ដល់ខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃ ខ ភាគីទាំងពីរបានឯកភាពសម្របសម្រួលណែនាំដល់អាជ្ញាធរមូលដ្ឋានរួមទាំងកងកម្លាំងយោធានិងស៊ីវិលដើម្បីចូលរួមធានាសុវត្ថិភាពនិងមិនរារាំងដល់ក្រុមវាស់វែងចម្រុះព្រមទាំងត្រូវជៀសវាងរាល់សកម្មភាពបង្កហេតុដែលអាចបង្កើតភាពតានតឹងបន្ថែមទៀតនៅក្នុងតំបន់នេះហើយត្រូវធានាសុវត្ថិភាពពីក្របមីនដោយអនុលោមតាមមាត្រា 3 នៃ MOU ឆ្នាំ 2000 ណា MOU ឆ្នាំ 2000 7 ភាគីទាំងពីរបានឯកភាពកិច្ចប្រជុំបន្ទាប់របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC នឹងប្រព្រឹត្តទៅនៅសប្តាហ៍ទី 1 នៃខែមករាឆ្នាំ 2026 នៅខេត្តសៀមរាបព្រះរាជាណាចក្រកម្ពុជាមានន័យថាប្រជុំលើកក្រោយគឺយើងកម្ពុជាជាម្ចាស់ផ្ទះដោយធ្វើនៅខេត្តសៀមរាបអញ្ចឹងលទ្ធផលខ្ញុំអានមិញបងប្អូនយល់ហើយមុននឹងខ្ញុំក៏បានបង្ហោះនៅអរិញប្រកាសរួមនេះដែរអញ្ចឹងបងប្អូនយល់ហើយយើងបានដំណឹងល្អបាទបានន័យថាខាងថៃក៏គេបន្ទន់អេរិយាប័តបាទទៅជែកអីបាទអ្វីត្បិតតែការទៅជែកគ្នាតឹងតែងយ៉ាងណាក៏ដោយគឺថាយើងបានលទ្ធផលល្អប្រសើរណាអញ្ចឹងថ្ងៃនេះព័ត៌មានដែលយើងដឹងគឺប្រជុំនៅម៉ាឡេស៊ី GBC បាទដែលអាដាមឧបនាយករដ្ឋមន្ត្រីការពិជាតិទាសីហាដឹកនាំគណៈប្រតិភូទៅប្រជុំនៅប្រទេសម៉ាឡេស៊ីបាទអញ្ចឹង
ចឹងយើងរងចាំលទ្ធផលបាទលទ្ធផលដែលប្រជុំមកដែល GBC ថ្ងៃនេះបន្តទៀតបាទហើយលទ្ធផលបែបណានោះគឺយើងនឹងជម្រាបបាទនេះដែលកិច្ចប្រជុំមកដែលគណៈកម្មការព្រំដែនទូទៅកម្ពុជាថៃនេះ GBC នេះថ្ងៃនេះថ្ងៃហ្នឹងពេលម៉ោង 9 ព្រឹកបាទថ្ងៃហ្នឹងថ្ងៃ 23 ហ្នឹងនៅប្រទេសម៉ាឡេស៊ីអញ្ចឹងលទ្ធផលយើងអត់ទាន់ដឹងទេហើយនៅពេលដែលលទ្ធផលដឹងយើងនឹងជម្រាបជូនបងប្អូនទៀតបាទអញ្ចឹងជារួមគឺមកដល់ម៉ោងនេះគឺមានបរិយាកាសធូរស្រាលច្រើនពាក់ព័ន្ធនឹងរឿងបញ្ហាព្រំដែនបញ្ហាប្រឈមផ្សេងៗជាមួយថៃអ្វីត្បិតតែមានសង្គ្រាមពាក្យសម្ដីនៅលើបណ្ដាញសង្គមនៅលើព័ត៌មាននៅលើអីណាវាមានការចេះចុះខ្លះក៏ដោយក៏ប៉ុន្តែជារួមលទ្ធផលផ្លូវការគឺយើងទទួលបានរីករាយនឹងទទួលក្នុងនាមយើងជាប្រជាជនកម្ពុជាណាយើងមានការជឿជាក់លើថ្នាក់ដឹកនាំលើរាជរដ្ឋាភិបាលលើស្ថាប័នទទួលបន្ទុកការងារព្រំដែនដើម្បីបន្តការចរចាទៅមុខទៀតបាទចរចាទៅមុខទៀតហើយខ្ញុំក៏ចង់បញ្ជាក់បន្ថែមបន្តិចដែរបាទខ្ញុំបញ្ជាក់បន្ថែមបន្តិចដែរយើងកង្វល់សម្ដីពួកមេតបមេស្អីដែលនៅលើបណ្ដាញសង្គមបាទគាត់មេតបពួកគាត់នោះបានចេះតែអួតចេះតែអាងអីទេស្រែកចេះស្រែកចុះវាយចេះវាយចុះគម្រាមចេះគម្រាមចុះគាត់និយាយអីនិយាយទៅពីព្រោះគាត់អត់មានតម្លៃអីដែលយើងត្រូវតាមដានស្ដាប់ទេបាទរឿងគាត់ថាឥឡូវនេះព្រមព្រៀងគ្នាថាត្រូវដោះលែងទាហានយើង18នាក់ឥឡូវគាត់ថាមិនដោះលែងអាហ្នឹងគាត់និយាយអីនិយាយទៅតែចាំយើងអ៊ុតលទ្ធផលនៅថ្ងៃទី26 27 28ដែលនៅសល់ពេលតែ3 4ថ្ងៃខាងមុខទៀតនេះបាទយើងនឹងដឹងលទ្ធផលទាំងអស់គ្នាបាទអញ្ចឹងយើងរងចាំមើលបាទពីព្រោះសម្ដីដែលខាងថៃគាត់និយាយនៅលើបណ្ដាញផ្សព្វផ្សាយព័ត៌មានឬក៏បណ្ដាញសង្គមអីវាមិនពិតដូចអ្វីដែលគាត់មកធ្វើសកម្មភាពជាក់ស្ដែងទេដោយបងប្អូនជ្រាបហើយមុននឹងមានការចរចាឲ្យមានបទឈប់បាញ់គ្នានៅខែកក្កដាគឺខាងភាគីថៃគាត់បានប្រកាសហើយគឺថាគាត់ត្រូវការចរចាតែ2នាក់ទេគាត់មិនត្រូវការភាគីម៉ាឡេស៊ីភាគីអាមេរិកឯណាចូលរួមទេគាត់អត់ព្រមទេគាត់ត្រូវការចរចាតែ2ភាគីកម្ពុជាថៃទេបាទក៏ប៉ុន្តែអានេះភាសាដែលគាត់និយាយនៅលើបណ្ដាញព័ត៌មានប៉ុន្តែធៀបពិតជាក់ស្ដែងនៅពេលដែលពេលវេលាមកដល់គឺនាយករដ្ឋមន្ត្រីថៃត្រូវហោះទៅប្រទេសម៉ាឡេស៊ីដើម្បីប្រជុំក្រោមវត្តមានរបស់អាមេរិកនិងម៉ាឡេស៊ីជាអ្នកសម្របសម្រួលរហូតដល់ឲ្យមានណាបទជប់បាញ់គ្នាមួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី28បាទយប់27ឆ្លងចូល28ហ្នឹងនៅប្រទេសម៉ាឡេស៊ីបាទអញ្ចឹងការដែលគាត់និយាយផ្សេងតទៅទៅធ្វើផ្សឹងអញ្ចឹងយើងរឿងអស់នេះយើងមិនបាច់តាមដាននេះច្រើនទេចាំមើលសកម្មភាពជាក់ស្ដែងវិញបាទពីព្រោះបើយើងមើលតែព័ត៌មាននៅលើបណ្ដាញសង្គម Facebook យើង stress យើងវល់ដោយសារមួយនិយាយទៅលិចមួយនិយាយទៅកើតបាទក៏ប៉ុន្តែយើងចាំមើលអត់លទ្ធផលជាក់ស្ដែងទៅនេះជាអ្វីដែលយើងរងចាំមើលបន្តទៀតបាទហើយយើងបន់ស្រន់ណាយើងបន់ស្រន់ធ្វើម៉េចឲ្យបានមានសន្តិភាពឆាប់ដើម្បីឲ្យប្រជាជននៃប្រទេសទាំងពីរកម្ពុជាថៃអាចចាប់ដៃគ្នាអាចសហការគ្នាណាអាចធ្វើអ្វីជាបងជាប្អូនជាចង់និយាយថានៅក្នុងភូមិផងរបងជាមួយអាចរស់នៅដោយសន្តិភាពយើងមិនចង់វិច្ចប្រវិច្ចរត់ទៅលិចទៅកើតទេបាទតែសង្គ្រាមកើតឡើងវាអត់មានអីចំណេញទេខាតទាំងអស់គ្នាហ្នឹងកុំថាថៃនឹងអត់ខាតទាំងអស់ឥឡូវហ្នឹងគ្រាន់តែពេលសង្គ្រាមកើតឡើងប៉ុណ្ណឹងយើងជួបការលំបាកប៉ុន្តែថៃក៏លំបាកដូចយើងដែរបាទថៃខាតអស់រាប់ពាន់លានដុល្លារបាទរាប់ពាន់លានដុល្លារបាទអញ្ចឹងជារួមគឺពាក់ព័ន្ធនឹងរឿងព្រំដែននេះខ្ញុំគិតថាខ្ញុំសង្ខេបប៉ុណ្ណឹងជូនបងប្អូនយើងហើយយើងបន្តគេហៅថាតាមដានការងារតទៅមុខទៀតហើយបន្តការជឿជាក់ទៅលើថ្នាក់ដឹកនាំរបស់យើងជាពិសេសសម្ដេចធិបតីហ៊ុនម៉ាណែតបាទហើយមួយទៀតខ្ញុំនិយាយម្សិលមួយថ្ងៃពាក់ព័ន្ធទៅនឹងទាហានថៃដែលយើងកំពុងប្រជុំហើយមកឈូសឆាយអីនេះអានេះគឺជាទង្វើល្មើសរបស់ថៃដែលរំលោភបំពានទៅលើដែលបូរណភាពទឹកដីយើងទៅឈូសឆាយផ្ទះប្រជាជនយើងអីនេះមានសំណួរជាច្រើនសួរខ្ញុំថាយើងយកវិញបានអត់បាទមានអីយកមិនបានបងប្អូនពាក់ព័ន្ធនឹងច្បាប់អន្តរជាតិយើងអាចប្តឹងបានយើងអាចទាមទារយកមកវិញបានมันមានអីទេបាទហើយយើងមិនអាចឃើញគេឈូសយើងយកកំភ្លើងទៅបាញ់គ្នាទេ
អត់ទេគេធ្វើអីធ្វើសិនទៅបាទគេធ្វើអីធ្វើសិនទៅសំខាន់យើងដោះស្រាយតាមច្បាប់អន្តរជាតិតាមការទូតតាមអីនេះបាទយើងមិនអាចយកអារម្មណ៍ឈឺចាប់របស់យើងប្រែคลายទៅជាការបច្ចេកកំហឹងคลายទៅជាស្អីអត់បានទេព្រោះរឿងប្រទេសជាតិមួយវាមិនស្រួលទេអូនបងប្អូនបាទសំបីតែយើងមានដំណោះដីធ្លីរវាងគ្រួសារមួយនិងគ្រួសារមួយភាគីមួយនិងភាគីមួយនៅក្នុងប្រទេសយើងចំណាយពេលរាប់ឆ្នាំមកនោះបាទយើងចំណាយពេលរាប់ឆ្នាំឯនោះអញ្ចឹងរឿងតម្រាំប្រទេសហើយនឹងប្រទេសវាមិនងាយស្រួលទេវាមិនងាយស្រួលទេហើយវាទាមទារឲ្យមានការចូលរួមពីបងប្អូនយើងហើយឲ្យនិយាយអីឲ្យចេះស្ដាប់គ្នាកុំលោតតាមការញុះញង់បំបែកបំបាក់របស់ថៃព្រោះថៃគេមកឈូសឆាយលេបឡប់ចឹងទៅគេបានព្រួញមួយបានសិតពីរទី1គេទៅអួតប្រាប់ប្រជាជនគេថាគេយកដីខ្មែរបានប៉ុណ្ណេះទី2គេចង់ឲ្យខ្មែរយើងឈឺចាប់ក្រោកឡើងប្រឆាំងរដ្ឋាភិបាលថាណែគេយកដីប៉ុណ្ណឹងរដ្ឋាភិបាលយើងអត់ហ៊ានអីតតាំងអីមួយគេមិនមែនអត់ហ៊ានទេបងប្អូនបើគេចេះយកបានគេយកតទៀតហើយបាទតែគេពាត់បលាលុះបានតិចតួចនេះគឺយើងទប់ត្រឹមហ្នឹងអត់ឲ្យរុលមកទៀតទេហើយបើរុលមកទៀតគឺមានបញ្ហាដូចខ្ញុំនិយាយថាបន្ទាត់ក្រហមអញ្ចឹងអាកន្លែងខ្ញុំទៅឈរឡាយឈរអីហ្នឹងនៅជោគជ័យនៅព្រៃច័ន្ទហ្នឹងគឺសិតតែមានបន្ទាត់ក្រហមមកហើយមិនមែនចេះតែមកព្រៃខ្លះទេហើយមួយទៀតបើសិនជាគេអាចធ្វើយើងបានអាចយកយើងបានគេយកហើយគេមិនមែនឈប់ត្រឹមហ្នឹងទេរាល់ថ្ងៃនេះគឺគេអត់មានអីក្រៅតែពីគេពាត់ខែសីហាកន្លងមកហ្នឹងគឺគេអត់ហ៊ានរុលអីទៅទៀតទេគឺនៅត្រឹងនៅហ្នឹងដោយសារអីដោយសារយើងរដ្ឋាភិបាលយើងគឺបានចាត់កម្លាំងការពារបាទរាយកម្លាំងការពារពង្រឹងប្រជាពលរដ្ឋយើងកងកម្លាំងយើងបាទដើម្បីការពារបូរណភាពទឹកដីនៅលើទឹកដីរបស់យើងទេយើងអត់មានឈ្លានពានប្រទេសគេទេបាទយើងអត់មានឈ្លានពានប្រទេសគេទេអញ្ចឹងហើយខ្ញុំចង់ថាឃើញគេអញ្ចឹងឈឺចាប់ខ្ញុំក៏ឈឺចាប់ដែរដោយសារតែឈឺចាប់ហ្នឹងហើយបានខ្ញុំទៅឈរជើងនៅក្នុងបានខ្ញុំទៅនៅជាដែរក្នុងជាមួយបងប្អូនយើងនៅក្នុងបាទមិនមែនយកមកអង្គុយឈឺចាប់នៅក្នុង Facebook អង្គុយតែទៅអង្គុយតែថាអង្គុយតែតូចចិត្តអង្គុយតែខឹងគឺអាហ្នឹងយើងធ្វើអីអត់កើតទេបាទរាល់ថ្ងៃនេះយើងឈ្នះយើងបានលទ្ធផលល្អគ្រប់យ៉ាងគឺដោយសារភាពទន់ភ្លន់ដោយសម្ដេចធិបតីមានប្រសាសន៍អញ្ចឹងយើងស្ងាត់តែមិនស្ងៀមបាទយើងស្ងាត់តែមិនស្ងៀមបាទមានន័យថាយើងធ្វើការដោយស្ងប់ស្ងាត់បាទគ្រប់បែបយ៉ាងធ្វើយ៉ាងណាដើម្បីនាំមកនៅសន្តិភាពតាមព្រំដែនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននេះជាអ្វីដែលរាជរដ្ឋាភិបាលជាពិសេសសម្ដេចធិបតីកំពុងតែប្រឹងប្រែងខិតខំបាទកំពុងប្រឹងប្រែងខិតខំអញ្ចឹងរឿងព្រំដែនថៃខ្ញុំសូមនិយាយប៉ុណ្ណឹងបាទនិយាយប៉ុណ្ណឹងហើយអ្វីដែលខ្ញុំបន្តនេះចេះរឿងនៅរឿងស្អីទៅវិញមិញនេះរឿងកិច្ចព្រមព្រៀងប៉ារីស$23ថ្ងៃនេះយើងរីករាយត្រេកអបអរសាទរនៅខួប34ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាព$23នៅពេលដែលយើងនឹកឃើញដល់កិច្ចព្រមព្រៀងសន្តិភាព$23ឆ្នាំ1991យើងមិនភ្លេចទេស្ថាបនិកតួអង្គសំខាន់2ដែលនាំឲ្យមានកិច្ចព្រមព្រៀងហើយជាស្ថាបនិកតែម្ដងគឺសម្ដេចតារបស់យើងនិងសម្ដេចតេជោហ៊ុនសែនតួអង្គ2នេះគឺជាតួអង្គដែលនាំមកនៅអ្វីៗគ្រប់បែបយ៉ាងឲ្យយើងមាននៅថ្ងៃនេះបាទឲ្យយើងមាននៅថ្ងៃនេះអញ្ចឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស$23ឆ្នាំ1991គឺជាការខិតខំប្រឹងប្រែងរបស់សម្ដេចតាយើងនិងសម្ដេចតេជោហ៊ុនសែនតួអង្គ2នេះគឺសំខាន់ណាស់បាទត
ពួកអង្គពីរនឹងសំខាន់ណាគឺជាស្ថាបនិកអាចនិយាយថាជាស្ថាបនិកតែម្ដងបាទមែនពូមើលអត់ឃើញទេក្មួយម៉ាក់ចិន្តាពូមើលឃើញហើយពូបង្ហោះព័ត៌មានថ្កោលទោសសៀមទៀតតែក្មួយឯងនិយាយអីចឹងក្មួយពូថតពូយកមកបង្ហោះពូយកមកផ្សាយហើយក្មួយឯងតំងើពីដេកមែនក្មួយណាក្មួយឯងនេះម៉ាក់ចិន្តានេះក្មួយឯងអត់គ្រប់ទឹកទេអីពូបង្ហោះផ្សាយប្រងព្រាតរឿងសៀមឈូសផ្ទះឈូសដីហ្នឹងគេថាពូអស់នេះឡប់ចេញមកសំតែក្បាលមកបថៅនិយាយចេញមកចេះនិយាយកិច្ចព្រមព្រៀងបន្តទៀតខ្ញុំចង់បញ្យល់កិច្ចព្រមព្រៀងសន្តិភាព$23កិច្ចព្រមព្រៀងសន្តិភាព$23គឺជាកិច្ចព្រមព្រៀងមិនមែនជាច្បាប់ទេណារាល់ថ្ងៃនេះពួកអក្បត់ជាតិសមរង្ស៊ីវាថាកិច្ចព្រមព្រៀងនឹងគឺជាច្បាប់ហើយវាយកអាហ្នឹងមកដឹកនាំប្រទេសនៅលើពិភពលោកយើងនេះអត់មាននរណាយកកិច្ចព្រមព្រៀងនៃគូភាគីមកដឹកនាំប្រទេសទេកិច្ចព្រមព្រៀងសន្តិភាពនេះគឺជាឯកសារបញ្ចប់វិវាទរវាងគូភាគីកម្ពុជាដែលមានទំនាស់ជាមួយគ្នាភាគីរដ្ឋកម្ពុជាភាគីលោកហ៊ុនស៊ិនប៉ាច់ភាគីលោកតាសឿនសាននិងភាគីខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យ4ភាគីនេះគឺបានឯកភាពព្រមព្រៀងគ្នាឈប់ច្បាំងគ្នាឈប់វាយគ្នាហើយបង្កើតឲ្យមានកិច្ចព្រមព្រៀងនឹងមួយបាទហើយកិច្ចព្រមព្រៀងសន្តិភាពនេះវានឹងអស់សុពលភាពវានឹងអស់តម្លៃនៅពេលដែលការបោះឆ្នោតមួយដែលរៀបចំឡើងដោយអ៊ុនតាក់ណាបានបង្កើតឲ្យមានសភាធម្មនុញ្ញបានបង្កើតឲ្យមានរាជរដ្ឋាភិបាលណាពេលនោះឯងកិច្ចព្រមព្រៀងហ្នឹងគឺអស់សុពលភាពហើយអញ្ចឹងនិយាយឲ្យស្រួលស្ដាប់គឺកិច្ចព្រមព្រៀងសន្តិភាព$23នេះវាអស់សុពលភាពតាំងពីការបោះឆ្នោតក្រោយការបោះឆ្នោតឆ្នាំ1993ដែលរៀបចំឡើងដោយអ៊ុនតាក់តែម្លេះបើគិតមកដល់ឥឡូវ32ឆ្នាំហើយណាបោះឆ្នោតឆ្នាំ1993ឥឡូវនេះ32ឆ្នាំហើយអញ្ចឹងកិច្ចព្រមព្រៀងនេះវានៅតែមានតម្លៃតែតម្លៃជាឯកសារប្រវត្តិសាស្ត្រតម្កល់ទុកឲ្យកូនខ្មែរថាណែតម្រាំយើងដើរមកដល់ថ្ងៃនេះយើងឆ្លោះគ្នាអីខ្លះហើយតម្រាំបញ្ចប់ចំនួនហ្នឹងយើងមានកិច្ចព្រមព្រៀងនឹងមួយហើយកិច្ចព្រមព្រៀងហ្នឹងណាសញ្ញាខ្លះគឺយើងមានភាគី4គឺរដ្ឋកម្ពុជាភាគីហ៊ុនស៊ិនប៉ាច់ភាគីរណសេរីរួមជាតិស្អីពុទ្ធសាសនានោះរបស់លោកតាសឿនសាននិងភាគីកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម4ភាគីហ្នឹងបានចុះហត្ថលេខាបញ្ចប់ដោយឡែកក្រុមពួកឧទាមក្បត់ជាតិសមរង្ស៊ីអត់មាននៅក្នុងហ្នឹងទេពួកនេះបង្រៀនមនុស្សដែលគ្មានការចេះដឹងបង្រៀនមនុស្សដែលមិនចេះពង្វក់មនុស្សអត់ដឹងអីហ្នឹងឲ្យយល់ថាកិច្ចព្រមព្រៀងសន្តិភាពហ្នឹងគឺជាច្បាប់កាលណាយល់ថាកិច្ចព្រមព្រៀងហ្នឹងគឺច្បាប់គឺខុសពីព្រោះប្រទេសយើងរាល់ថ្ងៃនេះដឹកនាំតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កម្ពុជារបស់ជាតិហើយគ្រប់មាតិកាដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងហ្នឹងគឺគេបានយកមកលើកដាក់នៅក្នុងរដ្ឋធម្មនុញ្ញអស់ហើយអញ្ចឹងប្រទេសជាតិមួយគឺដឹកនាំប្រទេសនៅជុំវិញពិភពលោកប្រទេសណាក៏ដោយប្រទេសណាដែរគេដឹកនាំតាមរដ្ឋធម្មនុញ្ញតាមទោះបីមានច្បាប់អីក៏ច្បាប់ហ្នឹងស្របនឹងរដ្ឋធម្មនុញ្ញដែរគេអត់មានយកកិច្ចព្រមព្រៀងមកដឹកនាំប្រទេសទេណាគេអត់យកកិច្ចព្រមព្រៀងមកដឹកនាំប្រទេសទេអញ្ចឹងពួកក្បត់ជាតិសមរង្ស៊ីគេបានយកកិច្ចព្រមព្រៀងហ្នឹងមកបំភ្លៃថ្ងៃនេះគេថាគេបង្កើតរដ្ឋាភិបាលមួយរដ្ឋាភិបាល$23ឯករាជ្យបាទអានេះពួកស៊ីពេប្រកិច្ចព្រមព្រៀងបងប្អូនបើភ្លឺឯងភ្លឺអញ្ចឹងគេដូចមកថោកទៀតណាឯងអត់ដែលមើលព័ត៌មានផងណាអញផ្សាយឡើងចង់
នេះហើយនៅប្រៃច័ន្ទនៅជោគជ័យហ្នឹងអាថោកទៀតឯងមិនដែលមើលអញសំជ័យក្បាលឯងសំដាក់ក្បាលឯងមកគូលអស័យណាអាថោកទៀតអញ្ចឹងនិយាយបន្តអ្នកស៊ីពេកិច្ចព្រមព្រៀងប៉ារីស$23នេះគឺពួកអាក្បត់ជាតិសំរងស៊ីដែលវាអត់ធ្វើអីសោះវាមកស៊ីពេតាំងក៏ពិតទៅបងប្អូនខ្ញុំចង់ជម្រាបណាការបង្កើតរដ្ឋាភិបាលណាមួយដែលផ្ទុយពីរដ្ឋធម្មនុញ្ញដែលផ្ទុយពីការបោះឆ្នោតរយៈពេល5ឆ្នាំម្ដងគឺជារដ្ឋាភិបាលខុសច្បាប់គឺជារដ្ឋាភិបាលឧទាមកាលណាអ្នកណាចូលរួមគឺអ្នកនងគឺសិតតែជាពួកឧទាមខុសច្បាប់ដែលច្បាប់មិនអនុញ្ញាតឲ្យទេបើអ្នកឯងនៅក្រៅប្រទេសអ្នកឯងចូលអីចូលទៅប្រកាសឲ្យប្រកាសទៅបាទតែនៅក្នុងប្រទេសអត់មានទេបើអ្នកណាចូលរួមអានោះគឺស្មើនឹងអ្នកឯងជាពួកឧទាមក្រៅច្បាប់បង្កើតរដ្ឋាភិបាលក្រៅច្បាប់ពីព្រោះរដ្ឋធម្មនុញ្ញយើងបានចែង5ឆ្នាំបោះឆ្នោតម្ដងជ្រើសរើសមានដឹកនាំម្ដងអត់មានស្អីដែលអ្នកឯងមកទៅបង្កើតស្អីឧទាមនៅក្រៅប្រទេសអត់មានរដ្ឋាភិបាលអីទេតាំងក៏ពិតអាក្បត់ជាតិសំរងស៊ីចាស់ហើយអាយុ76 77ហើយ80ហើយអត់មានឱកាសទេអញ្ចឹងគេបង្កើតមកនេះដើម្បីបោកលក់ប្រអប់ខ្យល់លក់តំណែងខ្យល់រដ្ឋមន្ត្រីខ្យល់ឧបនាយករដ្ឋមន្ត្រីខ្យល់ក្រសួងខ្យល់ដើម្បីយកលុយហ្នឹងសម្រាប់ចាយជីវិតចុងក្រោយគេហៅថារដ្ឋាភិបាលស្រោមសបុតបាទរដ្ឋាភិបាលស្រោមសបុតអញ្ចឹងខ្ញុំចេញសារនេះព្រឹកនេះហ្នឹងគឺចង់រំលឹកកុំឲ្យពលរដ្ឋខ្មែរយើងមួយចំនួនដែលមានការយល់ដឹងតិចត្រូវរងគ្រោះដោយសារតែការបោកប្រាស់របស់ជនក្បត់ជាតិសំរងស៊ីហ្នឹងនឹងបពពួកហ្នឹងបាទពួកហ្នឹងអត់មានធ្វើអីដែលមានប្រយោជន៍សម្រាប់ប្រទេសជាតិយើងទេគេធ្វើអីតែរឿងខុសនាំតប្រជាជនជាប់គុកទេបង្កើតព្រឹត្តិការណ៍ម្ដងជាប់គុក10-20នាក់បង្កើតព្រឹត្តិការណ៍ម្ដងជាប់គុក10-20នាក់ណាអញ្ចឹងព្រឹត្តិការណ៍លើកនេះកុំឲ្យវាច្រំដែលណាបងប្អូនយើងត្រូវចេះពិចារណាថាណែចុយបង្កើតរដ្ឋាភិបាល$23ឯករាជ្យស្អីបើរដ្ឋធម្មនុញ្ញគេឲ្យបោះឆ្នោត5ឆ្នាំម្ដងណាអញ្ចឹងរដ្ឋាភិបាលទាំងឡាយណាដែលកើតឡើងដោយគ្មានការបោះឆ្នោតគឺជារដ្ឋាភិបាលឧទាមជារដ្ឋាភិបាលខុសច្បាប់អញ្ចឹងបើមានបុគ្គលណាទៅចូលរួមបានន័យថាបុគ្គលនឹងចូលរួមប្រព្រឹត្តខុសច្បាប់ជាមួយគេអញ្ចឹងពេលដែលអ្នកឯងទៅប្រព្រឹត្តខុសច្បាប់ជាមួយគេពេលគេចាប់អ្នកឯងកុំថាគេរំលោភសិទ្ធិមនុស្សពីព្រោះអានេះយើងនិយាយគ្នាហើយយើងប្រាប់ឲ្យត្រង់បាទពួកខ្ញុំអាណិតប្រជាជនយើងដែលគាត់រៀនសូត្រចេះដឹងតិចតួចហើយគាត់ងប់ងល់នឹងអាការអស់ទាញអាការភូតកុហកហ្នឹងបាទវាធ្វើឲ្យពលរដ្ឋយើងរងគ្រោះណារងគ្រោះបាទអញ្ចឹងទេណាខ្ញុំសូមបងប្អូនយើងមេត្តាពិចារណាឡើងវិញណាអារដ្ឋាភិបាលស្អីគេខ្ញុំហៅអារដ្ឋាភិបាលខ្ចប់មកមីសមន់អារដ្ឋាភិបាលខ្ចប់មកមីសមន់ណាអត់មានធ្វើអីកើតទេបាទពីព្រោះយើង5ឆ្នាំបោះឆ្នោតម្ដងហើយវាស្រែកឃ្លានតំណែងនាយករដ្ឋមន្ត្រីរហូតដល់ណាទៅបង្កើតរដ្ឋាភិបាលខ្លួនឯងតែងតាំងខ្លួនឯងជានាយករដ្ឋមន្ត្រីជាក្រសួងនេះជាក្រសួងនោះអាហ្នឹងវាបង្កើតដើម្បីលក់តំណែងបងប្អូនដើម្បីលក់តំណែងបាទណាអញ្ចឹងសូមឲ្យបងប្អូនយើងប្រុងប្រយ័ត្នកុំឲ្យរងគ្រោះគេបង្កើតព្រឹត្តិការណ៍ម្ដងជាប់គុក 4-5 នាក់កើតព្រឹត្តិការណ៍ម្ដងជាប់គុក 4-10 នាក់ណាអាហ្នឹងអត់បានទេខ្ញុំនិយាយនេះបំណងល្អទេណាខ្ញុំគ្មានទៅរៀបរៀងទេបងប្អូនហើយអាហ្នឹងអញពេញចិត្តណាអញចូលរួមចូលទៅពេលគេចាប់កំថាផែងវណ្ណៈមិនបានប្រាប់គ្រាន់តែចង់ចែករំលែកចំណេះដឹងការយល់ឃើញនិងពាក់ព័ន្ធផ្លូវច្បាប់ខ្លះឲ្យបងប្អូនយល់ណារដ្ឋាភិបាលណាក៏ដោយតែបង្កើតឡើងក្រៅតែពីរដ្ឋធម្មនុញ្ញកំណត់សិតតែជារដ្ឋាភិបាលខុសច្បាប់បាទហើយនរណាចូលរួមគឺអ្នកនោះខុសច្បាប់តែខុសច្បាប់គេចាប់ហើយបាទខុសច្បាប់គេចាប់ហើយអញ្ចឹងខ្ញុំសង្ខេបរឿងនឹងប៉ុណ្ណឹងខ្ញុំចូលដល់រឿងនៅប្រទីមានជ័យបន្តិចខ្ញុំវាចេះតែលមាស់មាត់ចេះតែតតាំងអីតរហូហើយអញ្ចឹងទៅរឿងប្រទីមានជ័យប្រជាជន20គ្រួសារជាង20គ្រួសារបានដាក់ពាក្យសុំអន្តរាគមន៍បើកផ្លូវទៅសាលាក្រុងស្រីសុភ័ណ្ឌសាលាក្រុងស្រីសុភ័ណ្ឌវាយចូលដាក់ថ្ងៃ2ខែមករាឆ្នាំ2023វេលាម៉ោង 14:30 នាទីនេះគឺជាលិខិតបណ្ដឹងរបស់ប្រជាពលរដ្ឋនេះគឺជាត្រាវាយចូលរបស់សាលាក្រុងស្រីសុភ័ណ្ឌថ្ងៃទី2ខែមករាឆ្នាំ2023
vì lý mong phí là xì ở lấy dân kết mà đo ngày thì mà phải bấy khai tổ lá cho năm pi pon mà phải pram bà dân kết tới vì pi cho năm chuyên chất bay cho năm bà chất bay cho năm pi cho năm bằng 4 cái xua tha cho vài trong thơ đấy nè một ấy sập hall là một ấy sering sập hall nè nơi pe đại lục sật lọ song ca khét bát miền Tây bàn sang song sầm nongระบองថ្មរឹងមាំនៅលើដីផ្លូវនៅលើផ្លូវសាធារណៈរបស់រដ្ឋណាចៅវាយស្រុកនឹងអត់មើលខាត់ទេមេភូមិមេឃុំអត់មានហ៊ានខាត់ទេហើយចៅវាយស្រុកនឹងគឺអត់ខាត់តែម្ដងអញ្ចឹងនេះសួរថាតើស្រេងសផលជាចៅវាយក្រុងនេះស័ក្តិសមជាមន្ត្រីមូលដ្ឋានមើលប្រជាពលរដ្ឋទេយើងមិននិយាយថាលោកសិតឡោះគាត់ធ្វើទេធម្មតាគាត់ចង់បានគាត់ធ្វើទៅប៉ុន្តែពេលប្រជាជនប្តឹងនេះស្រេងសផលនេះ3ឆ្នាំទៅណានេះស្រេងសផលនេះឯកសន្តានចៅវាយក្រុងស្រេងសផលនេះ3ឆ្នាំលោកឯងទៅណាជិត3ឆ្នាំប្រជាជនដើរប្តឹងណាអ្នកកសែតស្អីក៏ដោយគេអត់ហ៊ាននិយាយទេឲ្យតែលឺប៉ះសិតឡោះគេអត់ហ៊ាននិយាយទេពេលខ្ញុំចុះទៅនោះប្រជាជនមកជួបទឹកភ្នែកទឹកសបោយំជួយផងអាណិតខ្ញុំពូជួយយកតបនទៅអូឲ្យខ្ញុំទៅមើលទីតាំងដីនោះអូប្រមូលផ្ដុំគ្នាជួបខ្ញុំប្រាប់ថាទេរឿងប្រមូលផ្ដុំជួបគ្នាមួយខ្ញុំមិនឲ្យជួបទេពីព្រោះខ្ញុំបានការពារខ្លួនពីការលៀបពណ៌មួបង្កាច់ខ្លាចថាខ្ញុំទៅប្រមូលមនុស្សតវ៉ាទៅញុះញង់ពលរដ្ឋឲ្យតវ៉ាណាពីព្រោះមនុស្សខូចវាមានល្បិចច្រើនកាលណាបើប្រជាជនរងគ្រោះ10-20គ្រួសារហ្នឹង10-20នាក់ហ្នឹងមកជួបខ្ញុំគេអាចនឹងរាយការណ៍ថាខ្ញុំទៅញុះញង់ប្រជាជនឲ្យប្រឆាំងនឹងអាជ្ញាធរអញ្ចឹងខ្ញុំអត់ទៅទេផ្ញើឯកសារតាម Telegram មកមានអី voice តាម Telegram មកខ្ញុំមើលឯកសារហោហាយអញ្ចឹងទៅឃើញថាបញ្ជាក់ទៅមន្ត្រីជំនាញទៅអីទៅឃើញថាប្រជាពលរដ្ឋត្រឹមត្រូវមែនដោយសារអីបងប្អូនអាខ្ញុំគូសក្រហមនេះគឺជាផ្លូវប្លង់នេះគឺប្លង់អេលម៉ាប់គឺជាផ្លូវដែលគេដាក់ផ្លូវទទឹង8ម៉ែត្របាទផ្លូវទទឹង8ម៉ែត្រហើយមានអាផ្លូវណានោះ4ម៉ែត្រផ្លូវលំបាទផ្លូវលំ4ម៉ែត្រគាត់ធ្វើបិទអា8ម៉ែត្រគាត់ធ្វើបិទអា4ម៉ែត្រហ្នឹងណាគាត់ធ្វើបិទអញ្ចឹងគាត់ទៅបកស្រាយថាអាហ្នឹងអត់មានផ្លូវទេខ្ញុំប្រាប់ថាប្លង់នេះប្លង់អេលម៉ាប់បងប្អូនត្រូវចាំណាខុសឬត្រូវមានផ្លូវឬអត់ផ្លូវមិនមែនស្ថិតនៅលើមាត់មន្ត្រីទេគឺស្ថិតនៅលើច្បាប់ស្ថិតនៅលើប្លង់ផ្លូវការនេះដូចប្លង់ដីអញ្ចឹងណាយើងយកប្លង់ហ្នឹងគឺជាផុសតាងយកមកនិយាយថានេះគឺជាផ្លូវមន្ត្រីជំនាញថាផ្លូវហើយបើអាជ្ញាធរស្រុកឬក៏ម្ចាស់ដីនឹងថាអាហ្នឹងអត់ផ្លូវទេអាហ្នឹងគឺជាការដោះសារបងប្អូនហើយប្រើពាក្យសិទ្ធិបរិច្ចាគយកប្លន់ដីរដ្ឋអត់មានទោសហើយបែរជាប្រើពាក្យបរិច្ចាគណានេះហើយស្រេងសផលដែលខ្ញុំឌីលថាមន្ត្រីចៅម៉ាស៊ីតប្រជាជនប្តឹងលោកឯង3ឆ្នាំលោកឯងអត់ធ្វើទេណាហើយលោកឯងមិនធ្វើហើយលោកឯងចេញសេចក្តីបំភ្លឺការពារទង្វើបំពានច្បាប់របស់សិទ្ធិឡោះទៀតណាសិទ្ធិឡោះសង់របងថ្មនៅលើផ្លូវសាធារណៈរបស់រដ្ឋហើយផ្លូវនេះមិនមែនផែងវណ្ណៈអ្នកនិយាយទេគឺមន្ត្រីជំនាញសូរិយោដីប្លង់សូរិយោដីណាប្លង់ស្របច្បាប់របស់សូរិយោដីប្លង់អេលម៉ាប់កាលណាប្លង់គេដាក់ផ្លូវគឺផ្លូវហើយមិនមែនចវាយក្រុងមិនមែនពួកអស់លោករំលោភបំពាននឹងឆ្លើយថាហ្នឹងមិនមែនផ្លូវទេគាត់មិនមែនផ្លូវមានអីសំអាងបើប្លង់គេចេញមកអញ្ចឹង
nha dương trong ban đây plei thử ấy bị chia chun dương đơ phao phải giỏi bị chia chun dương ta nát dương miên bon xạ dương miên dương thưa ở trong trâu tới lại u thì họ tha bà sân chia sẻ sập phó nè nè bà cho vai ở đây trong sên sập phó nè quạt miên chăn tệ đọc sai ai bị chia porot đọc mà phải kêu xa chiêng nắng á phải chia porot nắng á bơm mà đâu phay mà nè kia mình trong chụp phay mà nè không con ta ca tỉnh tân rong trăm bay năm chất bay năm ọt miên plei đa hơi miên ta ca cầm riêng cầm hai là ná to ban tích cái ta mỏ chạp ấy cái ai beli cái ai mê phum được xua ná tranh mọc to mà cho căn bầm nát nó lừa đáy lừa chập chóng ná mình khát bà lừa thà tồn thò nè thông 100 khai ti miên chơi tiết là ná mình khát bà sật tặc xe và hạp tây tiết là ná mình khát nửa luôn đúng không đỏ pe khơi khiêm cho tới chui thì chia chôn lên nông chui nè mà to ấy phải chập đam clear tranh hướng này hướng luôn mà hô hai chẳng tử bà hô hai chẳng tử chấn á khiêm trong bệnh chết nơi phiếp trăm trâu nông cạp sái ti mũi song ca sật lo bất chịu bán bất thưa đỏ bong rồng lốp lơ pleu đai mình trai chụp niên xôi ở đây bán cầm nót tha chịu pleu bấtประกอบ này cứ có rồng lốp mình men chỉ ca bo là cha đây rót mà ơi phải chia chôn tê admin bo là cha đây bác lục sật lo mà ơi phải chia chôn tê sering sọp hal riêng cai pịa lang vinh lộ anh nhom hai lộ anh mình trai cho mà xiết ní pịa sral phong bà nè hay lộ anh tập răng ca pịa ấy mà miền bong ôn riêng nè cả sai mà chìm nón tập răng ca pịa đây nhom thả bọc ôn thưa cho nhom một luôn một ôn đấy à năng sật bọc ôn luôn nơi nóng nè ôn thử ta tam cái à năng nhom một tha tới phổ dương nè cả sai đôi kia cũng luôn nè năng sật ôn vô tha mấy lọ ôn sai tới tại sao mẹ bong khơi phải chia chun tập nơi bong trò một bàn tê nè đôi khơi phải chập mà tô phải chia chun trắng á hay ôn trên nè sai bong ôn nom nên sừng ngom nghiêm nè từ khúc khất kia chùm môi nè khôi từ thưa ba phải chia chun luôn ấy bong ngặt thưa tê nè trắng đầm lấy mà nước bị khóc như cái lại năng đai ôn nè trắng nhóm còn tại trong áo tha cái ở vậy đại dương khó dương nom như cài nè ảnh năng plei bao rọt tê cảm ơn hai ba lục anh bo là cha chăm bay từ đuôi bay đằng dục rồi riêng nâng nhom ở từ lại vẫn nhom hòn nặc sấp không à nhom cọp sấp từ nè thông nông khai nâng thá mưa đẹp quá tới bay tranh tới riêng bay tranh bị chọc thì hãy dương con mình ấy đấy là xe và nắng chọc hay bay chỉ trên chỉ đây bằng plư máu tha bo là cha riêng ấy thứ bo là cha do đây rót là bo là cha ai phải chia chôn do quân sắm bát hay xây đây chỉ phải cống sấy sập phòn ní ai mà chui bắt băng ẩm pơ là mưa cho bắp là bo lục sật lò hả chấm đăng mẹ nào ba bán đấy phụ quạt sai em hạp tây quạt flop đã bao bịa bao sầm đấy khéo ta bị sai em hạp tây mẹ nào mình sẽ đọ quạt đấy nhưng mà tôi có quạt khăng phụ bao mình khăng lang thưa non ca mạch ban ba quạt con thò rất là buồn nè thông lên nông là na hiền pa cái tháp hay mà nè pa hơn á hiền tình vậy pa pol kế ta ở nhưng mà lại cái nhóm mình tự chạy lôi buồn nông á nhưng khơi mạch hà trắng trong nơi mũi bị chia chôn đấy nhưng mà nơi mũi của lốp thế lục ai miền nằm lại miền bon xạ lục ai tập thơ ở bị chia chôn tập nè hồi hai tập răng ca pia ao chua lo kịp sai ca pia sao ta lo chứ lo cho sai ở vây cái đó cái nó không bị ca bất kia ta tua giọt bàn thì nè bây giờ thưa trong tay là cái gì họ là đôi beli dương ngồi chập vô mà tô bị chia chôn chẳng ạ bà ơi mà tô đang bị chia chôn tao vinh tới bị chia chôn nông na nơi phun chụp chi nông là na một đằng hiếm một phần là hiếm chuối hả thôi mà na môn là quạt rút mà đó hiếm á sắp tập này sọc luôn hay mà nè nè bà lũ anh thưa trong tay cái mà rút hiếm thưa anh to là hiếm sai lô la tam Facebook bà lũ anh thấy nhưng mà tô nó vô vinh thật ấy thế nè đọc về hiếm bắt sai lũ anh xin đặt tô kì hả anh thưa mách thưa bác ta phải chia chân luôn này nhỉ hai bong ôn nè xa bom miền dương mà chấm nôn tốt khơi cái thưa bác phải chia chân hai nợ prăng cà pia mà nước khâu tiền chân hai bàn chia thật ngao thắng mách đầm lấy ôn ấy thưa nè cả sai đôi khi hai ấy bàn thay mà nặng nâng có kia control cho mấy anh cho hai ấy bàn anh phô ấy tranh tới âm này là control đầm lấy về kho lại nâng cái nào dương thưa chị ốp có
ការពារទង្វើអាក្រក់អត់មានណាគ្រប់គ្រងបងប្អូនយើងទេតែបើយើងធ្វើដោយសច្ចធម៌ដោយភាពត្រឹមត្រូវឃើញខុសថាខុសឃើញត្រូវថាត្រូវណានិយាយអ្វីដែលជាការពិតអាហ្នឹងគេឲ្យតម្លៃយើងហើយណាគេឲ្យតម្លៃយើងហើយណាអញ្ចឹងយើងរៀនកែលម្អអាហ្នឹងទៅរស់ដោយសារគេផ្តក់ឲ្យបន្តិចបន្តួចហ្នឹងរួចហើយទៅប្រឹងការពារគេទាំងខុសទាំងអីហ្នឹងអាហ្នឹងអត់កើតទេខ្ញុំមិនដឹងណាគេចិញ្ចឹមអ្នកកសែតមកក្រុមដើម្បីជួយបិទបាំងព័ត៌មាននៅក្នុងមូលដ្ឋានណាមានស្រុកប្រមាណសុទ្ធតែលបែងខ្ញុំអានតិចសិនថ្ងៃមុនហ្នឹងខ្ញុំដាក់ប្រណេតព្រះមួយហើយលបែងពេញភូមិហើយដល់ទៅពេលរួចហើយពេលយើងចាប់បានថាលបែងហ្នឹងអធិការគេសុំលេខ QR code របស់អ្នកកសែតសុំ QR code អ្នកកសែតវាទៅជាអធិការសុំ QR code អ្នកកសែតជំនួសមេវងលបែងបាទហើយអញ្ចឹងហើយចេះតែមានហើយលោកឲ្យលោកណាលបែងអាប៉ោងនៅស្រុកម៉ាឡៃនៅឃុំបឹងបេងថ្មពួកឃុំគំរូប្រណេតព្រះឃុំបោះស្បូវស្រុកអង្គលបរិយឃុំសឿស្វាយជែកឃុំស្រងជលមាត់មួយកន្លែងទៀតមាត់ស្ទឹងព្រំបតុលស្រុកប្រណេតព្រះនិងស្រុកអង្គលបរិយហើយនៅភូមិកបៅឃុំលៀបកន្លែងជលមាត់ដុសស្លែបើក5ខែមានឡានម៉ូតូចតលេងនៅមលុបឈើមាត់ស្ទឹងឡើងតម្រៀបជួសុទ្ធតែលេងធំមានទាំងលោកសិនរៈអីជាដើមលើកមុនថាអាប៉ោងមួយវងបងឲ្យ2លានមួយខេត្តមានហូរហែអញ្ចឹងគេឲ្យមកតែខ្ញុំអត់ផ្សាយក៏ដឹងថាវាមានរឿងច្រើនតែយើងអត់ត្រូវរឿងខ្លះយើងហត់នឹងផ្សាយផងបាទយើងហត់នឹងផ្សាយផងប៉ុន្តែគេខົບខិតនេះជាប្រព័ន្ធបាទគេបង្កើតលបែងគេបង្កើតបទល្មើសក្នុងមូលដ្ឋានរួចហើយគេបង្កើតក្រុមកសែតហ្នឹងជួយបិទបាំងបទល្មើសហ្នឹងគេឲ្យដឹងទេបាទគេឲ្យដឹងទេបើមានគេសួរអីគេចុះទៅថាកសែតក្រុមគេនឹងជួយផ្សាយថាអត់មានអីទេហើយយើងផ្សាយតែអត់មានផុសតាងស្រួលហ្នឹងគេបញ្ជាក់មកយើងវិញហើយបាទខ្ញុំមិនបង្រិចរឿងទេខ្ញុំធ្វើអីមួយខ្ញុំមានហេតុមានផលឆៃច្បាស់លាស់កុំធ្វើឲ្យបាត់ខ្លួនឯងអស់តម្លៃកុំធ្វើឲ្យខ្លួនឯងអស់តម្លៃបាទអញ្ចឹងចង់ផ្ដាំទៅស្រេងសផលណាប្រជាជនប្តឹងលោកឯងជិត3ឆ្នាំហើយខ្ញុំហៅលោកឯងមន្ត្រីចៅម៉ាស៊ីនហ្នឹងស្ទើរផងណាលោកឯងធ្វើកំស្រែងស្អីណាគេបិទផ្លូវឲ្យប្រជាជនដើរលោកឯងអត់ដោះស្រាយឲ្យប្រជាជនផងហ្នឹងណាលោកឯងខំបង្ហាញនៅក្នុង Facebook បំរើរាជបំរើប្រជាជនយកមុខយកមាត់ជាមួយអ្នកធំផ្គប់គុណមេលោកឯងហ្នឹងប៉ុន្តែប្រជាជនទឹកភ្នែកលោកឯងអត់ដឹងផងហ្នឹងវាទៅជាអ្នកកសែតបងប្អូនអ្នកកសែតដែលស្រឡាញ់យុត្តិធម៌ទៅជួយវិញទើបលបងហ្នឹងលោកសិតលោះវាយទាំងយប់ណាវាយទាំងយប់ហើយបើលោកឯងទៅបរិច្ចាគចាំបាច់ទៅខំវាយទាំងយប់ទៅស្អីណាវាយទាំងយប់នេះអេស្កាទៅឈូសលបងហើយវាយទាំងយប់បាទច្រើនណាស់មានរឿងច្រើនណាស់បាទហើយយើងអត់ផ្សាយយើងនាំគ្នាប្រឹងការពារមនុស្សខូចណាចង់លុបលាងកំហុសមនុស្សខូចអាហ្នឹងយើងមិនបាច់ទៅឃោសនាណាទេយើងធ្វើតែល្អទៅប្រជាជនណាគេស្រឡាញ់យើងដែរតែបើយើងធ្វើអាក្រក់វាធ្វើឲ្យប៉ះពាល់ទៅដល់នយោបាយដឹកនាំរបស់រដ្ឋាភិបាលអ្នកដឹកនាំគ្មានដែលឲ្យមន្ត្រីណាទៅធ្វើរបងយកផ្លូវឆៅចឹងទេហើយលោកឯងធ្វើបុគ្គលខ្លួនឯងហ្នឹងដល់ទៅពេលប្រជាជនស្អប់រដ្ឋាភិបាលអាហ្នឹងមិនខុសពីខាងគោរបស់អតេសទេណាហើយស្រេងសផលនេះដូចខ្ញុំនិយាយដដែលថាចោលមិនសៀតដោយសារអីរឿងវា3ឆ្នាំហើយអត់ធ្វើហើយសំបីតែរបងផ្ដួលហ្នឹងក៏មិនមែនស្រេងសផលទៅផ្ដួលដែរណាដោយសារខ្ញុំខ្សឹបទៅប្រាប់ខេត្ត
ឲ្យខ្សឹបបន្តទៅបានទៅវាយទាំងយប់ហ្នឹងលោកឯងមិនដឹងថាខ្លួនលោកឯងអន់ទេស្រីសុផលអន់ទេត្រូវរើគ្នាសុកចិត្តឲ្យស្នងការខេត្តបិទផ្លូវសុកចិត្តផ្គប់ផ្គុនស្នងការម្នាក់ឲ្យប្រជាជន20គ្រួសារជាងស្រក់ទឹកភ្នែកហើយលោកឯងដល់ពេលប្រជាជនខឹងលោកឯងទៅធ្វើម៉េចដល់ពេលខុសស្នាលោកឯងទៅសាពះប្រជាជនប្រាប់ថាម៉េចតិចទៅផឹងយកស្នាដៃថាបានខ្ញុំជួយបើកណាកំប្លន់ស្នាដៃរបស់ពួកអ្នកកសែតបាទបើខ្ញុំមិនទៅស្មានដល់របងលោកឯងនឹងវាយហ៎ណាវាយទាំងយប់ហើយប្រឹងហៅអ្នកសារព័ត៌មានដែលគេគ្រប់គ្រងហ្នឹងមកជួយឡង់សេបាទលោកឲ្យលោកឈប់ទៅបាទឈប់ទៅអ្វីដែលជាចំណុចឆក់ល្វែងចំណុចខ្វះខាតយើងកែតម្រូវទៅខ្ញុំអត់យកអីធ្វើសត្រូវទេបាទខ្ញុំអត់ធ្វើសត្រូវទេបាទណាខំធ្វើទៅបាត់ល្មើសពេញខេត្តហ្នឹងថ្ងៃមុនហ្នឹងគាត់ថា scam online ហ្នឹងនៅពេញហ្នឹងគ្រឿងញៀនពេញប៉ោយប៉ែតលោកឯងអត់ធ្វើផងហ្នឹងលបែងស៊ីសងពេញខេត្តហ្នឹងលាក់បាំងបាត់ល្មើសមកមួយមេលើនេះលូនក្រាបល្អលេចអកើតឥឡូវមួយថ្ងៃហ្នឹងអួតថាទប់អគ្គជាប់ហើយទប់ឧបមហាផ្ទៃជាប់ហើយឥឡូវទប់ឧបទី1ជាប់ទៀតអូដើរអួតពេញខេត្តទីមានជ័យថាចង់កសែតស្រែកអីស្រែកទៅខ្សែគាត់ធំចុះខ្ញុំមានទៅស្រែកដើម្បីតម្លាក់គាត់ណាខ្ញុំគ្រាន់តែរិះគន់អ្វីដែលជាចំណុចខ្វះខាតរបស់គាត់ដើម្បីឲ្យគាត់កែតម្រូវតើចាំបាច់គាត់ទៅរត់អីសំខាន់មេគាត់តើមានអាណាគេដកគាត់តែគាត់ភ័យខ្លួនគាត់ចេះតែរត់ទៅរកបាទតិចរកអគ្គតិចរកឧបមហាផ្ទៃតិចរកឧបទី1យកទៅដើរអួតគេពេញខេត្តប្រទីមានជ័យនោះបាទធំហើយមិនណាហ៊ានប៉ះទេជឿខ្ញុំបាទជឿខ្ញុំទៅមិនណាហ៊ានសំបីតែផ្លូវរត់ក៏ហ៊ានធ្វើដែរដូចខ្ញុំមិនហ៊ានទេខ្លាចព្រោះយើងអត់ខ្សែតើនិយាយចប់ផងបងប្អូនផ្ញើសារមកទៀតទេនេះទីមានជ័យដដែលតែខ្ញុំអត់ទេកុំឲ្យថាយើងពង្រីករឿងពេញខេត្តហ្នឹងមកតែគាត់ចង់ផ្ដាំថាអ្វីដែលមានចំណុចខ្វះខាតកែទៅណាកុំមកនិយាយល្អប្រាប់ខ្ញុំណាសិតតែល្អ1 2 3ដល់ពេលខ្ញុំចុះទៅផ្ទះស្ដែងមិនដូចនិយាយអ្វីនិយាយប្រាប់ខ្ញុំផងហ្នឹងអត់ដូចទេនិយាយប្រាប់ខ្ញុំល្អ1 2 3ដល់ពេលយើងទៅនៅដេកចងរឹងចាំបានដឹងថាល្អស្អីអត់ផងអត់ទេហើយនៅក្នុងខົບខិតគ្នាជាប្រព័ន្ធហ្មងសំបីថ្ងៃមុនហ្នឹងព្រះអញ្ញារងម្នាក់ឲ្យចូលទៅឆែកកន្លែងបត់ល្មើសអត់ហ៊ានចូលទេតើតែខ្ញុំលោឡាស្រែកជេរស្រែកបចោស្រែកអីចឹងទៅបានព្រមចូលទាំងបង្ខំអានោះគេថាបោះខ្សែអ្នកធំបោះអធិរាជស្ដេចត្រាញ់នៅខេត្តបន្ទាយមានជ័យនោះហើយខ្ញុំថាណាបោះទៅអ្វីដែលខុសច្បាប់ហើយយើងធ្វើទៅយើងចេះតែខ្លាចចេះតែអីរួចហើយធ្វើឲ្យប្រជាជនខឹងគោទៅអីអត់ទេអស់លោកមានលុយម្នាក់ហ្នឹងវាចាយលេខអស់ហើយទៅប្រឹងម៉េចបាទហ្នឹងហើយឥឡូវនិយាយប៉ុណ្ណឹងហើយមួយទៀតសូមនិយាយបន្តិចឃើញពូខៀវកញ្ញរិទ្ធគាត់ប្រហោះយករូបលោកឧត្តមសេនីយ៍តូសេងសុផលហេងសុផលខេត្តស្នងការខេត្តកំពង់ធំទៅប្រហោះគាត់មិននិយាយអីប៉ុន្តែអ្នកខមមិនចូលទៅប្រអាប់ទៅរិះគន់ថាឲ្យគាត់ថាឲ្យស្នងការអត់ដែលថាអ្នករើសគេហ្នឹងទៀបអីចេះចោះចឹងទៅអត់គ្រប់កម្ពស់បងប្អូនយល់កលៈទេសៈជំនាន់ស្រុកយើងមានសង្គ្រាមស៊ីវិលហេងសផលនេះចូលបលិសតាំងពីជំនាន់ខ្ញុំមក8ជាង88 88អញ្ចឹងបើយើងនិយាយពីសម័យនោះអត់មានមកបោះកពស់ដល់ឥឡូវទេឲ្យតែមានសុខភាពល្អគឺចូលកាន់កំភ្លើងការពារសន្តិសុខស្ដាប់ធ្នាប់សង្គមការពារប្រជាជនហើយអាងើពីអពតមកហ្នឹងគឺអត់មានបានតម្រូវតម្រង់អីទេអញ្ចឹងឥឡូវនេះប្រទេសយើងកាន់តែមានការរីកចម្រើនទាមទារឲ្យមានការជ្រើសរើសក្របខ័ណ្ឌមន្ត្រីនៅក្នុងស្ថាប័នសន្តិសុខនេះគឺឲ្យមានកាយសម្បទាមាំមួនកម្ពស់កម្ពស់អីឲ្យវាស័ក្តិសមណា
chẳng hay bán nạ đạo non xuông hạp tây cái đôi chia salam được tập hiên có ba đó ạ riêng là cá đầm rơi lẹ khăn đầm bay châu chia châu con lăng bán thời miền tầng ngôn và man pro tầng ngôn và man cả pua và man nè sọc phiệp dạng mạch đây cả pua man tầng ngôn và man cả nè sọc phiệp dạng mạch cứ dừng rư đầm bay ai bị standard hay đó là pe dương từ do mê mê phải lý cha cha đại quạt chết ở trái ao hai hay đại quạt châu đang bị cho non là chất bầm buôn là bẹt sập bẹt chiêng cài sập ấy do máu 30-40 năm ấy nắng hay dương vô con mà quay và há về ở trời nhưng mà được căn chương lục hình sập hao thế ba nhưng mà căn chương quạt thế có bàn tay nhưng trong vậy tha dương đi côn dương chê dương tha nó mưa phong thà ta quạt châu bị tăng pi khmôi ôm mà chỉ nó toàn cả phó năng hay dương tha ai quạt chân viêm cao ba non ca vung thôm có thơ bị du rồi 30-40 năm ấy nè hay ôn khmôi là toàn cả phó năng ai đọc về khơi ai đâm kêu cái gì đất giờ nó bỏ ho tới nó mới cho nó còn mình pha oi quạt cục này tại là ngày anh đang khi mưa khơi nái và này về một cú dương bong ôn thời vô làm pi cả lại thì sắc pi nút thường mấy ai tại miền cầm lăng cho bầm ra triệt ban dương được hơi dương vô hơi cho nó đúng không được nhom ấy là dụng bảy đập nè cho sớm ấy nó không bạn bảy tầm bảy đập nè bà chẳng hạn năng mình riêng thông ấy thế bà cọt được trôi thông mấy vì 7 năm đại cái xuông khi cầm nát đại salam đất sập hia cầm nát anh đang chạm bong ôn đi côn nè bà chạm bong ôn đi côn chẳng riêng non ca khai được vùng thông đại đi côn hướng có pua cọt đấy nhưng cái tha cua pan năng tới phải chọp tới bà vì anh bên ấy khó thế cọt beli chắc mà men beli tham mấy thế bà cọt thử beli du hơi thử tăng bị ôn khmôi để đi côn cọt toàn cá phong và chẳng nhầm rất này nhầm xóm chọc cả lại phần năng xóm ở con bóng bóng ngọc nia xóm chỉ đẹp đi bà